ជម្រាបសួរបងប្អូនទាំងអស់គ្នានៅក្នុងប្រព័ន្ធបណ្ដាញសង្គមប្រហែលថ្ងៃនេះយើងវល់វក់នឹងព័ត៌មានរឿងត្រេនដល់ខែត្រេនគឺមានបញ្ហាត្រេននាំចូលពីប្រទេសក្រៅច្រើនហើយសិតតែត្រេនដែលមានបញ្ហាមិនមែនជាត្រេនដែលថាវាល្អទេណាជាត្រេនដែលមានបញ្ហាអញ្ចឹងទៅអានេះយើងមិននិយាយច្រើនទេយើងនិយាយថាវានៅគុណភាពអ្នកលក់អ្នកទាំងអស់គ្នាទៅយើងអ្នកលក់យើងអត់ស្មោះត្រង់ណាភាគច្រើននិយាយទៅដល់ពេលដែលគេនេះមានតែទៅត្រេនហ្នឹងមិនមែនជាត្រេនចំការតែគេចាប់បានគឺមិនមែនជាត្រេនចំការនាំចូលមកពីប្រទេសជិតខាងមកដាក់ចូលក្នុងចំការយកទៅលក់ហើយថាជាត្រេនចំការអញ្ចឹងទៅមែនតែត្រេននៅខ្មែរយើងគឺអត់ទាន់ទុំប្រហែលទេនៅក្នុងខែ5នេះគឺវាទុំមួយមិនមានចំនួនច្រើនទេតែអ្នកលក់ភាគច្រើនគឺគាត់យកមកពីប្រទេសជិតខាងថាទៅប្រទេសថៃទៅប្រទេសថៃឥឡូវនាំចូលពីថៃចូលវៀតណាមទៅចេញមកខ្មែរអញ្ចឹងត្រេនមកពីតំបន់តែមួយគឺមកពីថៃទៅដែរអញ្ចឹងគឺសូមបងប្អូនប្រយ័ត្នមែនទែនហើយសម្រាប់យើងជាអ្នកលក់និយាយទៅភាពស្មោះត្រង់គឺសំខាន់មែនទែនដូចជាដែលគេចាប់បានហ្នឹងវាគាត់លក់មកយូរហើយតែដល់ពេលមកគេចាប់បានអញ្ចឹងគឺវាខូចទាំងគេឈ្មោះរបស់យើងទាំងអស់អញ្ចឹងភាពស្មោះត្រង់ចំពោះអ្នកទិញក៏ជាអ្វីមួយដែលសំខាន់ដែរព្រោះសម័យឥឡូវគឺសម័យប្រព័ន្ធបណ្ដាញសង្គមអញ្ចឹងយើងធ្វើអីមួយខុសគឺលឿនណាស់ដែលគេចាប់បានអញ្ចឹងសូមឲ្យអ្នកលក់ទាំងអស់គឺគាត់មានការស្មោះត្រង់ហើយអ្នកទាំងអ្នកទិញផងគឺប្រយ័ត្នប្រយែងមែនទេព្រោះទាំងខ្ញុំខ្លួនឯងក៏ខ្ញុំអត់ហ៊ានហូបដែរត្រេនដោយសារតែយើងអត់ដឹងថាមកពីប្រទេសណាពិតប្រាកដទេហើយទាំងដែលស្គាល់អ្នកចំការក៏មិនចង់ហ៊ានដោយសារចំការខ្លះគឺគាត់យកចូលពីក្រៅដល់ចំការគាត់យកចេញមកលក់ដូចគ្នាអញ្ចឹងគឺប្រយ័ត្នប្រយែងមែនទែនទាំងអ្នកទិញយកមកលក់ទាំងអ្នកហូបចាព្រោះផ្លែឈើឆ្នាំនេះគឺមានហានិភ័យខ្លាំងមែនទែនដោយសារតែនាំទៅប្រទេសក្រៅដែលគេត្រួតពិនិត្យគឺគេអត់ទទួលអញ្ចឹងណាអញ្ចឹងពិចារណាគឺបែងចែកមកប្រទេសយើងលក់តែម្ដងអ្នកទាំងអស់គ្នាអញ្ចឹងប្រយ័ត្នរឿងផ្លែឈើទាំងអស់គ្នាអរគុណ